បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ channel របស់ខ្ញុំបាទទាំងអស់គ្នាណា channel របស់ខ្ញុំបាទនឹងធ្វើការជញ្ជូននៅតម្រុយឆ្នោតយួនប៉ុស្តិ៍ ABCD សម្រាប់យកបងប្អូនជូនបងប្អូននៅផ្សងសំណាងនៅថ្ងៃទី24ខែ4ឆ្នាំ2025យើងនេះបាទដូច្នេះមុននឹងការឲ្យតម្រុយថ្ងៃទី24យើងខ្ញុំសូមបង្វែរអារម្មណ៍បងប្អូនមកមើលនៅថ្ងៃទី23ទាំងអស់គ្នាបាទអញ្ចឹងសម្រាប់ថ្ងៃទី23យើងឃើញថាចូលបានច្រើនណាស់បងប្អូនបាទជាពិសេសលេខបុក2គ្រាប់តែម្ដង74និង79ចំមកតែម្ដងណាបងប្អូន74និង79ហើយយើងចូលបានអូស7ទៀតជាស្រ័យយើងចូលបានអូស9បាទអូស9ដូចចេញ9មកណា94ហើយបងប្អូនណាបាទដូចទៅ9នេះខ្ញុំឲ្យ93បាទហើយយើងចូលបាន3លេខគុណត្រឡប់បាទ5ខ្ញុំបានឲ្យ547ហើយវាចេញនេះចេញ745អញ្ចឹងយើងគុណត្រឡប់ទៅគឺចូលតែម្ដងណាបងប្អូនបាទគឺចូលតែម្ដងបាទអញ្ចឹងឥឡូវនេះគឺយើងមានតែប៉ុណ្្នឹងទេយើងងាកមកមើលតម្រុយរបស់យើងថ្ងៃទី24វិញបាទបងប្អូនស្រឡាញ់មួយណាយកទៅផ្សងសំណាងហើយធ្វើការកត់យកតែម្ដងណាបងប្អូនបាទខ្ញុំនឹងធ្វើការហៅជូនណាបាទអញ្ចឹងសម្រាប់ថ្ងៃទី24នេះ2លេខបាទបងប្អូនអាចធ្វើការកត់បានគឺមាន24បាទ24 43បាទ43 63បាទ63 68បាទ68និង82បាទ82បាទចុះខ្ញុំសូមធ្វើការបញ្ជាក់ជូនបន្តិចមាន24 43 63 68និង82ណាបាទនិង82បាទអញ្ចឹងនេះគឺជា2លេខបាទយើងចូលដល់លេខអូសខ្ញុំធ្វើការអូសក្នុងខ្ទង់20អូសក្នុងខ្ទង់60និងអូសក្នុងខ្ទង់8បាទអញ្ចឹងបងប្អូនស្រឡាញ់20អូស20ទៅស្រឡាញ់60អូស60ស្រឡាញ់8ក៏អូស8ទៅណាបងប្អូនបាទអញ្ចឹងនេះគឺជាលេខអូសបាទសម្រាប់3លេខបាទសម្រាប់3លេខបាទសម្រាប់3លេខគឺមាន236 684បាទ684និង387បាទនិង387ខ្ញុំបញ្ជាក់ជូនភាសាទៀតមាន236 684និង387បាទសម្រាប់3លេខនេះផងដែរបងប្អូនអាចធ្វើការយកទៅគុណត្រឡប់បាទឆ្លាញ់មួយណាគុណត្រឡប់មួយទៅណាបងប្អូនបាទអញ្ចឹងបងប្អូនកុំភ្លេចជួយចុច like ក៏ដូចជា subscribe នៅ channel របស់ខ្ញុំបានមួយផងដើម្បីទទួលបានដំណឹងឆ្នោតជារៀងរាល់ថ្ងៃតែម្ដងបាទឥឡូវនេះខ្ញុំសូមធ្វើការហៅបញ្ជូនបញ្ជាក់ម្ដងទៀតឲ្យបងប្អូនតាមបន្ទាន់ពីលេខគឺមាន24 43 63 68និង82បាទនិង82រីឯលេខអូសបាទសម្រាប់លេខអូសគឺមានអូសខ្ទង់20អូសខ្ទង់60និងអូសខ្ទង់8បាទអូសខ្ទង់20អូសខ្ទង់60អូសខ្ទង់8បាទស្លាញ់មួយណាអូសមួយណាបាទរីចំណែកឲ្យ3លេខបាទ3លេខគឺមាន236ឬខ្ញុំហៅថា236 684និង387បាទនិង387បាទអញ្ចឹងទាំងអស់នេះគឺជាតម្រុយឆ្នោតយួនប៉ុស្តិ៍ ABCD ម៉ោង 4 កន្លះនិងម៉ោង 6 កន្លះបងប្អូនអាចធ្វើការយកទៅផ្សងសំណាង free ដែលឥតគិតថ្លៃតែម្ដងបាទជុំពីខាង admin ក៏មានតែប៉ុណ្្នឹងដែរចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដែលឥតគិតថ្លៃហើយកុំភ្លេចជួយ like និង subscribe និងសង្ឃឹមថាហេទាំងអស់គ្នាតែម្ដងបាទខាង admin ក៏សូមអរគុណសូមជម្រាបលា